បងប្អូនមានឆ្ងល់អត់មូលហេតុអីបាន page ធំកន្លែងអ្នកដែលគាត់ចុច follow គេទៅជា0គាត់អត់ដែរចុច follow អ្នកណាសោះនោះឬមួយយ៉ាងណាឬមួយក៏គេបាទចុច follow អ្នកផ្សេងដែរប៉ុន្តែមិនចង់ឲ្យគេអ្នកផ្សេងដឹងថាគាត់ follow អ្នកណាខ្លះបាទវីដេអូនេះនឹងមានចម្លើយជូនបងប្អូនទាំងអស់គ្នាហើយគេលាក់ចំនួនអ្នក follow ហ្នឹងគេធ្វើយ៉ាងណាតោះទៅមើលទាំងអស់គ្នាបាទគ្រប់គ្នាតែងតែមាន follow អ្នកផ្សេងជារឿងធម្មតាទេបងប្អូនបាទដូចជារបស់ខ្ញុំនេះខ្ញុំចុច follow គេឡើងចង់ 4000 នាក់ហើយបងប្អូនបាទប៉ុន្តែយើងចង់បិទឲ្យតួលេខជិត 4000 នាក់ហ្នឹងទៅជាលេខ0វិញតើគេធ្វើយ៉ាងណាបាទដើមឡើយបងប្អូនចុចចូល profile យើងមកបន្ទាប់មកបងប្អូនទាំងអស់គ្នាចុចកន្លែងត្រី3ហ្នឹងមកបងប្អូនបាទរួចហើយបងប្អូនទាំងអស់គ្នាចុចកន្លែងសញ្ញាស្ពឺហ្នឹងមកបាទបន្ទាប់មករបបនាំឲ្យយើងមកដល់កន្លែងនេះបងប្អូនចុចពាក្យថាការពិនិត្យមើលឯកជនភាពបាទយើងចុចមួយទៅបាទបន្ទាប់មករបបនាំឲ្យយើងមកដល់កន្លែងនេះបងប្អូនទាំងអស់គ្នាចុចកន្លែងបាទសញ្ញាពណ៌ទឹកក្រូចនេះមកបាទដែលមានសរសេរថាអ្នកដែលអាចមើលឃើញអ្វីដែលអ្នកចែករំលែកបាទយើងចុចចូលមួយទៅបងប្អូនទាំងអស់គ្នាបាទក្រោយពីយើងចុចរួចហើយបាទរបបនាំមកយើងមកដល់កន្លែងនេះបាទបងប្អូនទាំងអស់គ្នាចុចពាក្យថាបន្តបាទក្រោយពីបងប្អូនចុចពាក្យថាបន្តរួចហើយមកដល់កន្លែងនេះបងប្អូនអូសទៅក្រោមបំផុតទៅបងប្អូននឹងឃើញបាទកន្លែងមួយដែលគេប្រាប់ថាតើអ្នកណាអាចមើលឃើញមនុស្សទំព័រនិងបញ្ជីដែលអ្នកតាមដានបាទមកដល់ត្រង់កន្លែងហ្នឹងបងប្អូនបាទ select ចូលកន្លែងហ្នឹងមួយទៅបាទមកដល់កន្លែងនេះបងប្អូនទាំងអស់គ្នាត្រូវតែចុចពាក្យថាខ្ញុំម្នាក់ប៉ុណ្ណោះបាទបើសិនជាយើងចុចសាធារណៈទៅគឺអ្នកដែលយើងfollow ឬចុចតាមដានទាំងប៉ុន្មានអ្នកគឺនឹងបង្ហាញជាសាធារណៈបាទប៉ុន្តែប្រសិនបើបងប្អូនទាំងអស់គ្នាចុចពាក្យថាខ្ញុំម្នាក់ប៉ុណ្ណោះនោះមានតែបងប្អូនទេដែលអាចមើលដឹងថាបងប្អូន follow អ្នកណាខ្លះបាទរួចហើយបងប្អូនគ្រីសកន្លែងខ្ញុំតែម្នាក់ប៉ុណ្ណោះមួយទៅបាទមកដល់កន្លែងនេះបងប្អូនចុចពាក្យថាបន្ទាប់បាទបន្ទាប់មកបងប្អូនចុចពាក្យថាបន្ទាប់មួយទៀតបាទឥឡូវយើងរៀបរយហើយបងប្អូនទាំងអស់គ្នាបាទយើងបិទអ្នកដែលយើងតាមដានឬ follow នឹងរៀបរយហើយបងប្អូនបាទអញ្ចឹងយើងចង់ចូលទៅមើលថាតើអ្នកផ្សេងគេមើល profile យើងហ្នឹងគេឃើញដោយរបៀបណាបាទបងប្អូនចុចថយឲ្យអស់ទៅបាទបន្ទាប់មកយើងចូលមក profile យើងមកបងប្អូនចុចកន្លែងពងត្រី3គ្រាប់ហ្នឹងទៅបាទមកដល់កន្លែងនេះបងប្អូនចុចកន្លែងរូបគ្រាប់ភ្នែកហ្នឹងទៅបាទដែលគេសរសេរថាមើលជាបាទយើងចុចចូលមួយទៅបងប្អូនទាំងអស់គ្នាបាទចំពោះអ្នកផ្សេងដែលគេចូលមកមើលមុខ profile យើងគេនឹងបាទឃើញពាក្យថាកំពុងតាមដានហ្នឹងគឺតួលេខ0អញ្ចឹងតែម្ដងណាបងប្អូនបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណ